ប្រជាពលរដ្ឋជិត20គ្រួសារព្រួយបារម្ភរឿងកន្លែងស្តុកហ្គាសកណ្ដាលភូមិប៉ះពាល់ដល់ការរស់នៅនិងប្រឈមនឹងហានិភ័យប្រជាពលរដ្ឋប្រមាណ17គ្រួសារបាននាំគ្នាផ្តិតមេដៃដាក់ពាក្យស្នើសុំអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធជួយពិនិត្យមើលទីតាំងស្តុកនិងចែកចាយហ្គាសមួយកន្លែងនៅចំណុចកណ្ដាលភូមិធ្វើឲ្យគាត់មានការព្រួយបារម្ភប៉ះពាល់ពីសុវត្ថិភាពក្នុងការរស់នៅប្រឈមនឹងហានិភ័យខ្ពស់លោកវឿនអិចប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងអំពិលឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មានថារាល់ថ្ងៃរូបលោកក៏ដូចជាប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពនិងការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លាំងណាស់ដោយសារតែឈ្មោះសុកហេងមេងឡុងបានបើករបរស្តុកហ្គាសនិងចែកចាយហ្គាសដែលមានស្លាកយីហោ LPG នៅចំណុចកណ្ដាលភូមិត្រពាំងអំពិលឃុំត្រពាំងគងតែម្ដងលោកវឿនអិចបាននិយាយបន្តថាទីតាំងស្តុកនិងចែកចាយហ្គាសខាងលើនេះមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសគ្រប់គ្រាន់និងបញ្ជាហានិភ័យនោះទេដោយសារតែទីតាំងស្តុកនិងចែកចាយហ្គាសខាងលើនេះមានផ្ទៃដីត្រឹមតែទំហំ5ម៉ែត្រគុណនឹង20ម៉ែត្រហើយចំណុះស្តុកហ្គាសរហូតដល់ស៊ីតេន3500លីត្រនៅចំណុចកណ្ដាលភូមិតែម្ដងអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះគឺប្រឈមប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃប៉ះពាល់ដល់សុខភាពរាល់ពេលបញ្ចេញនិងបញ្ចូលហ្គាសម្ដងជះក្លិនភាយស្អុយពិបាកដកដង្ហើមខ្លាំងណាស់ជាពិសេសចាស់ជរានិងក្មេងតូចៗដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះហើយទើបប្រជាពលរដ្ឋពួកគាត់ទាំង17គ្រួសារនាំគ្នាផ្តិតមេដៃធ្វើការសំណូមពរទៅដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលផងពីព្រោះសពថ្ងៃនេះពួកគាត់កំពុងរស់នៅជួបបញ្ហាប្រឈមដូចរស់នៅនិងដេកក្បែរភ្លើងអញ្ចឹងក៏ព្រោះតែទីតាំងស្តុកនិងចែកចាយហ្គាសខាងលើនេះដំណើរការបានដោយរលូនមិនខ្វល់ខ្វាយពីបញ្ហាប្រឈមនិងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេឬមួយក៏ម្ចាស់ទីតាំងស្តុកនិងចែកចាយហ្គាសនេះមានខ្នងបង្អែកក្រាស់នៅពីក្រោយទើបអស់លោកអាជ្ញាធរនិងមន្ត្រីជំនាញមិនហ៊ានទៅក្បែរបែបនេះលោកវឿនអិចបានបន្តឲ្យដឹងថាអ្វីដែលប្រជាពលរដ្ឋពួកគាត់រឹតតែព្រួយបារម្ភនោះគឺទីតាំងស្តុកនិងចែកចាយហ្គាសខាងលើពួកគាត់បានសង្កេតឃើញថាឲ្យតែពេលល្ងាចនិងប្រលប់មកដល់ម្ចាស់ទីតាំងបាននាំកូនចៅបុគ្គលិកចេញទៅក្រៅនិងទៅសម្រាកនៅខាងស្រុកអង្គស្នួរខេត្តកណ្ដាលទៅវិញដោយទុកទីតាំងខាងលើចោលជារៀងរាល់យប់នេះហើយដែលប្រជាពលរដ្ឋគាត់បារម្ភខ្លាចក្រែងកើតឡើងនិងប្រឈមនឹងហានិភ័យខ្ពស់នោះជាចុងក្រោយប្រជាពលរដ្ឋទាំង17គ្រួសារពួកគាត់ធ្វើការសំណូមពរដល់អាជ្ញាធរជាពិសេសរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលមេត្តាជួយពិនិត្យមើលអាជីវកម្មស្តុកនិងចែកចាយហ្គាសនៅកណ្ដាលភូមិត្រពាំងអំពិលខាងក្រោយផ្សារត្រពាំងអំពិលក្នុងឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺផងព្រោះសពថ្ងៃនេះពួកគាត់រស់នៅប្រឈមនឹងហានិភ័យមានការព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ពាក់ព័ន្ធនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើអ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោកមុតផនអភិបាលស្រុកសំរោងទងលោកបាននិយាយថាបើសិនជាអាជីវកម្មខាងលើនេះមិនធ្វើតាមបច្ចេកទេសនោះទេលោកនឹងឲ្យមន្ត្រីជំនាញចុះបិទទីតាំងតែម្ដងដោយឡែកលោកប៊ិញជីវតង់ប្រធានរ៉ែនិងធម្មពលខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថាលោកនឹងឲ្យមន្ត្រីជំនាញរបស់មន្ទីរចុះទៅពិនិត្យមើលបើដូចបងប្អូនប្រជាពលរដ្ឋចោទប្រកាន់មែននោះលោកនឹងចាត់ការតាមនីតិវិធីច្បាប់